បាទក្រុមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ទៅលើវិស័យចិញ្ចឹមសត្វបងប្អូនអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមានវីដេអូមួយតាក់ទងជាមួយនឹងការចិញ្ចឹមកង្ងានបងប្អូនដោយសារតាមួយរយៈនេះឃើញថាសន្ទុះនៃការចិញ្ចឹមកង្ងានរបស់បងប្អូនវិជាកសិករនៅតាមស្រុកស្រែជនបទយើងមានការកើនឡើងបងប្អូនដោយសារតម្រូវការទីផ្សារសាច់កង្ងានឥឡូវវាច្រើនបងប្អូនអ្នកប្រម៉ូទទិញគឺគាត់ប្រម៉ូទទិញមានការទលំទលាយជាងមុនចឹងហើយធ្វើឲ្យកសិកររបស់យើងគាត់ងាកមកចាប់ផ្ដើមការចិញ្ចឹមកង្ងាននេះច្រើនក៏ប៉ុន្តែមិនទាន់មានជាលក្ខណៈកសិដ្ឋានធំដុំអីទេគ្រាន់ថាគាត់ចិញ្ចឹមតាមផ្ទះមេ2 3មេ4 5អ្នកខ្លះក៏ចិញ្ចឹមដល់មេ7 8ចឹងទៅហើយខ្ញុំក៏ទំតែចាប់ផ្ដើមបានរយៈពេល7 2 ខែបងប្អូនចឹងហើយបានខ្ញុំចេញវីដេអូមួយតាក់ទងជាមួយនឹងការចិញ្ចឹមបងប្អូនដោយសារតាកង្ងានវាមានពូជច្រើនបងប្អូនដោយសារពូជវាមានកង្ងានស្រែមានក្បាលតោមានទូលុះមានអីច្រើនប្រភេទទៀតតែខ្ញុំសូមលើកយកតាពូជកង្ងានស្រែយកមកនិយាយបងប្អូនដោយសារតាការចិញ្ចឹមគឺយើងផ្ដោតទៅលើអ្នកទិញយើងថាបងប្អូនខ្លះគាត់អ្នកមានជីវភាពទូធាគាត់ចិញ្ចឹមកង្ងានពូជផ្សេងបែបលក្ខណៈលំអបែបពូជថ្លៃអាហ្នឹងយើងអត់និយាយទេបងប្អូនតែចំពោះយើងកសិករយើងមានដើមទុនតិចអញ្ចឹងយើងគួរតែចិញ្ចឹមពូជកង្ងានស្រែនេះបងប្អូនដោយសារតែកង្ងានស្រែវាមានផលប្រយោជន៍ច្រើនសម្រាប់ការលក់នៅលើទីផ្សារណាទាំងពងក៏យើងអាចលក់បានទាំងកូនក៏យើងអាចលក់បានហើយសាច់របស់វាក៏លក់បានហើយនៅក្នុងតម្លៃមួយដែលយើងអាចទទួលយកបានដែរមិនដឹងថាបងប្អូននៅតាមតំបន់បងប្អូនហ្នឹងបាន1គីឡូប៉ុន្មានទេប៉ុន្តែនៅខាងខ្ញុំនេះសាច់កង្ងានយើងអាចលក់បាន1គីឡូ20000ទៅ22000ណាបងប្អូនអញ្ចឹងហើយខ្ញុំនឹងរៀបរាប់តាក់ទងជាមួយនឹងអត្ថប្រយោជន៍របស់កង្ងានស្រែយើងណាកង្ងានស្រែជាប្រភេទពូជកង្ងានដែលធន់នឹងជំងឺវាអត់ងាយឈឺទី2វាស៊ីអត់ទៅរើសទេបងប្អូនហើយចំណីរបស់វាគឺយើងអាចផ្សំបានដោយខ្លួនឯងដែលចំណាយតិចមានដូចជាបាយកាកសំណល់ផ្ទះបាយហ្នឹងមានដូចជាផ្លែឈើមានដូចជាស្ពៃមានដូចជាបន្លែអីផ្សេងទៀតដែលយើងអាចឲ្យវាស៊ីបានហើយជាពិសេសគឺស្មៅបងប្អូនក៏ប៉ុន្តែមិនមែនយើងឲ្យវាស៊ីតាស្មៅឲ្យស៊ីតាបន្លែហ្នឹងទេយើងត្រូវមានការលាយជាមួយនឹងចំណីសម្រាប់ខ្លះដែរចំណីសម្រាប់មានកន្ទក់មានស្រូវយ៉ាងទៅព្រោះហ្នឹងវាជាអាហារមួយដែលធ្វើឲ្យកង្ងានយើងវាមានសាច់ល្អបើយើងឲ្យវាស៊ីតាស្មៅក៏អត់កើតដែរហើយមួយទៀតបងប្អូនកង្ងានស្រែវាមានទីផ្សារទូលំទូលាយជាងកង្ងានផ្សេងនេះតាមអ្វីដែលខ្ញុំមើលឃើញសប្តាហ៍ថ្ងៃបងប្អូនដោយសារតាមានបងប្អូនយើងមួយចំនួនដែលគាត់មានការផុសនៅលើ Facebook តាក់ទងជាមួយនឹងពូជកង្ងានផ្សេងដែលមានការពិបាកលក់ដោយសារគាត់ទិញមកពូជវាថ្លៃឧទាហរណ៍ដូចជាក្បាលតោគាត់ទិញមកក្នុងតម្លៃមួយដែលមានតម្លៃរាប់រយរាប់ពាន់ដុល្លារក៏ប៉ុន្តែនៅពេលដែលគាត់ចិញ្ចឹមបានគាត់បែរជាថាលក់អត់បានវិញអាហ្នឹងខ្ញុំមិនដឹងថាគាត់លក់អត់បានមែនឬក៏យ៉ាងម៉េចប៉ុន្តែជាក់ស្ដែងគឺភាគច្រើនគឺខ្ញុំឃើញបងប្អូនយើងនៅក្នុង Facebook គាត់ដាក់ថាពិបាកលក់ណាស់ជាពិសេសគឺសឹងតែគ្មានអ្នកទិញចឹងហើយបានខ្ញុំចង់លើកទឹកចិត្តបងប្អូនយើងឲ្យចិញ្ចឹមតាក់ទងជាមួយនឹងកង្ងានស្រែនេះដោយសារកង្ងានស្រែវាអត់ពិបាកលក់ទេបងប្អូនឲ្យតែមានគឺគេទិញហើយយើងចង់លក់ពងក៏បានចង់លក់កូនក៏បានដែរចឹងអត្ថប្រយោជន៍វាមានច្រើនទីផ្សារវាមានច្រើនជាងកង្ងានផ្សេងហើយវាងាយស្រួលនៅក្នុងការចិញ្ចឹមណាបងប្អូនចឹងហើយយើងចិញ្ចឹមយើងត្រូវតែកំណត់គោលដៅទីផ្សារបានច្បាស់លាស់ព្រោះយើងចិញ្ចឹមយើងត្រូវការចាយលុយហើយចឹងយើងក៏ត្រូវការចំណូលពីវាដែរត្បិតតែយើងចិញ្ចឹមដូចជាលក្ខណៈជាលំអផ្ទះដែរក៏ប៉ុន្តែយើងត្រូវគិតពីសេដ្ឋកិច្ចដែរដោយសារបច្ចុប្បន្ននេះលុយពិបាករកណាស់ចឹងបើសិនជាយើងជ្រើសរើសពូជខុសធ្វើឲ្យការចិញ្ចឹមរបស់យើងខាតទាំងពេលវេលាខាតទាំងលុយហើយយើងនឹងបាក់ទឹកចិត្តនៅក្នុងការចិញ្ចឹមទៀតកាលណាយើងចិញ្ចឹមសត្វហើយអត់មានកន្លែងលក់គឺម្នាក់ច្បាស់ជាលែងចង់ចិញ្ចឹមហើយចឹងបងប្អូនគួរតែចាប់អារម្មណ៍ទៅលើកង្ងានស្រែនេះដោយសារតែកង្ងានស្រែវាមានទីផ្សារល្អហើយជាប្រភេទសត្វដែលធន់នឹងជំងឺមិនងាយឈឺចឹងបងប្អូនវីដេអូថ្ងៃនេះគឺខ្ញុំមានប៉ុណ្ណឹងតាក់ទងជាមួយនឹងកង្ងាននេះចឹងបងប្អូនអានេះជាគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំហ្នឹងបងប្អូនតែបើបងប្អូនយល់ឃើញបែបណាផ្សេងទៀត
អាហ្នឹងជាការសម្រេចចិត្តរបស់បងប្អូនក៏ប៉ុន្តែសម្រាប់ការយល់ឃើញរបស់ខ្ញុំគឺប៉ុណ្ណឹងបើសិនជាមានការខុសឆ្គងឬក៏លើសលួសនៅការបញ្ចេញមតិកន្លែងណាបងប្អូនអាច comment នៅក្នុងការស្ថាបនាបានខ្ញុំនឹងកែលម្អតាមហ្នឹងដោយសារតានេះជាអ្វីដែលខ្ញុំបានមើលឃើញជាក់ស្ដែងនៅក្នុង Facebook ហើយនឹងអ្នកចិញ្ចឹមផ្សេងទៀតដែលខ្ញុំធ្លាប់បានជួបគាត់គឺកង្ងានស្រែវាល្អជាងវាទលំទលាយជាងយើងអាចស្រួលលក់ស្រួលចិញ្ចឹមណាបងប្អូនចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូបន្តទៀតតាក់ទងជាមួយនឹងការចិញ្ចឹមកង្ងានក៏ដូចជាបច្ចេកទេសផ្សេងៗដែលខ្ញុំបានឆ្លងកាត់ខ្ញុំនឹងចែកម្លែកទៅបងប្អូនទាំងអស់គ្នាអរគុណច្រើន